ជំរុញសួរលោកគ្រូនិងខ្ញុំជំនុំមួយសេរីនេះពីក្រុមវិទ្យាសាស្ត្រ4ថ្ងៃនេះខ្ញុំមកធ្វើឯកសារនិយាយពី shell script run shell script between PHP Python Node.js C# និង Bash script ដែលនេះគឺជាប្រធានដែលលោកគ្រូបានណាឲ្យធ្វើហើយខ្ញុំសូមទៅធ្វើការ demo ឲ្យលោកគ្រូមើលតែម្ដងចឹងជាដំបូងយើងត្រូវបង្កើត folder SV34 មួយចឹងខ្ញុំបានចូល folder SV34 ហ្នឹងហើយយើង LS វាមកបន្ទាប់ពី LS យើងនឹងបានឃើញ folder ជាច្រើនដែលខ្ញុំបានបង្កើតហើយមាន app.js app.php app.py និង C# ហើយ main.sa អញ្ចឹងយើងចូលទៅការមើលទិន្នន័យរបស់វាមួយចឹងយើង view main.sa ហើយយើង enter វាមកនៅក្នុងនេះវាមានទិន្នន័យកូដរបស់យើងមានយើងប្រើចំនួន base សញ្ញាទានមានហើយនឹង base ដែលនៅក្នុងនោះមាន echo ដែល run all language ដែលមាន language PHP មាន Python មាន Py មាន Node.js C# ជាដើមអញ្ចឹងខ្ញុំសូមចេញពីកន្លែងហ្នឹងចុច C ចុច2ហើយ WQ សញ្ញាឧទាន enter បន្ទាប់មកយើងចូលទៅ view app.js នៅក្នុង app.js ក៏មាន source code ដែរយើងប្រើវាជា env node ហើយយើង constant មាន name មាន score មាន country ហើយយើង console log វាមកហើយខ្ញុំសូមចេញទៅបន្តទៀតបន្ទាប់មកយើង view app.php នៅក្នុង PHP ក៏យើងមាន source code ដែរដែលមានប្រើជាមួយនឹង env PHP ហើយមាន output data name score ហើយនឹង country ជាដើមហើយយើងអាច echo វាចេញមកក្រៅបានអញ្ចឹងខ្ញុំសូមចេញក្រៅ WQ ហើយយើងចូលទៅ view ទៀត view app.py នៅក្នុង Python នេះក៏មាន source code ដែរដែលយើង import sub process មាន result មាន output មាន data មាន name score country ហើយយើងអាច print វាចេញមកក្រៅបានបន្តមកទៀតខ្ញុំសូមចេញទៅក្រៅបន្តមកទៀតយើងអាចចូលទៅ C# អញ្ចឹង C# មុននឹងយើងចូលទៅកាន់ C# យើងត្រូវការ install donate use console.o សិនអញ្ចឹងអា .o ហ្នឹងមានន័យថាយើងបង្កើត ក្នុង folder បច្ចុប្បន្នរបស់ C# អញ្ចឹងដោយសារតែខ្ញុំបានបង្កើតរួចហើយអញ្ចឹងខ្ញុំសូមចូលទៅកាន់ folder C# យកតែម្ដងអញ្ចឹងយើងចុច cd ហើយយើងចុច C# យើង enter មកខ្ញុំបានចូលទៅកាន់ folder C# រួចហើយបន្ទាប់ពីយើងចូលទៅកាន់ folder C# យើង LS វាមួយមកយើងនឹងឃើញមានទិន្នន័យទាំងអស់នេះមាន folder ទាំងអស់នេះបន្ទាប់ពីយើងបានឃើញមាន folder ទាំងអស់ហ្នឹងហើយយើងចូលទៅ vim វាមើលថាវាមានទិន្នន័យខ្លះ vim product program.cs អញ្ចឹងយើង enter មកនៅក្នុងprogram ហ្នឹងយើងប្រើ using system ហើយខ្លះ program មាន static void main ហើយ console write line C# name អីជាដើមអញ្ចឹងខ្ញុំសូមចេញទៅក្រៅWQ បន្ទាប់មកខ្ញុំសូម run ដើម្បីមើលចំណុចរបស់វាអញ្ចឹងយើងដាក់មក donate clear run dara 20អញ្ចឹងយើង enter មកនេះគឺជាទិន្នន័យដែលយើងបាន print វាចេញក្រៅ output វាចេញក្រៅអញ្ចឹងខ្ញុំសូមទៅមើលទិន្នន័យផ្សេងៗទៀតប
ដើម្បីទៅមើលតើនៅផ្សេងៗទៀតយើងត្រូវចេញពី C30 សិនចេញពី folder C30 អញ្ចឹងយើងចុច CD ហើយចុចយើង enter វាមកបន្ទាប់ពីយើងចេញពី folder C30 ហើយយើងអាចទៅ basement បាន basement.sh Python PHP Python ហើយ enter នេះគឺជាតនន័យដែលយើង output វាចេញមកក្រៅហើយយើងបាយទៀតមក PHP នេះគឺជាតនន័យរបស់ PHP ហើយយើងវិញ base វាទៀតមក Node.js នេះគឺជាតនន័យរបស់ Node.js ហើយយើងចូលទៅមួយទៀតមកគឺ C# នេះគឺជាតនន័យរបស់ C# បន្តមកទៀតលោកគ្រូបានតែ comment មួយទៀតដែលគ្រាន់តែវាយពាក្យថា SV34 PHP វានឹងចេញតនន័យរបស់ PHP មកហើយបើយើងវាយ comment SV34 Node.js វានឹងចេញតែតនន័យរបស់ Node.js មកទេអញ្ចឹងខ្ញុំសូមបង្ហាញគូបន្តិចអញ្ចឹងជាដំបូងដើម្បីបាន SV34.com នេះយើងត្រូវប្រើ comment ចំនួនប៉ុណ្ណេះដែលនៅក្នុងនោះយើងប្រើ vim បន្ទាប់ពី vim មកវានឹងចូលដល់ចំណុចមួយទៀតដើម្បីយើងដាក់ source code មួយនេះចូលបន្ទាប់ពីដាក់ source code មួយនឹងចូលហើយយើងនឹងចាក់ចេញពី source code ហ្នឹងយើងចុច C.2 ហើយ WQ សញ្ញាឧទានហើយយើងចេញវាមកខាងក្រៅបន្ទាប់ពីយើងចេញហើយយើង comment សម្រេចដោយ source base src ហ្នឹងជាការស្រេចអញ្ចឹងខ្ញុំសូមបង្ហាញចលាយុតាមដងអញ្ចឹងយើងវាយមក SV34com PHP អញ្ចឹងនេះគឺជាតនន័យរបស់ PHP ដែលយើងប្រើដល់ comment SV34 អញ្ចឹង SV34com Python នេះគឺជាតន័យរបស់ Python ហើយយើងវាយទៀតមក SV34com Node.js នេះគឺជាតនន័យរបស់ Node.js ហើយយើងវាយទៀតមក SV34com C# នេះគឺជាតន័យរបស់ C# អញ្ចឹងសម្រាប់ exercise នេះខ្ញុំសូមបញ្ចប់ដល់ត្រឹមហ្នឹងយើង exercise អញ្ចឹងអរគុណលោកគ្រូ